ចាសួស្តីបងប្អូនវីដេអូនេះដែរចង់បង្ហាញបងប្អូនពីសកម្មភាពដែលខ្ញុំមកលេងខេត្តសៀមរាបហើយលើកទី1ដែរដែលខ្ញុំបានមកទស្សនានៅសារមន្ទីរអង្គរខេត្តសៀមរាបដូចគ្នាចង់និយាយថាប្លែកមែនទែនបងប្អូនការរៀបចំនៅសារមន្ទីរអង្គរខេត្តសៀមរាបនេះមានការរៀបចំមកល្អមែនទែនហើយនៅពេលដែលយើងចូលទៅដំបូងឡើយគេឲ្យយើងដាក់ផ្ញើបានជាមុនសិនបងប្អូនបន្ទាប់មកយើងទៅកន្លែងទិញសមុទ្រគេណាគេតម្រូវឲ្យមនុស្សធំតម្លៃ$3ហើយមិនសិនជាកូនក្មេងគេឆាយតែពាក់កណ្ដាលទេ$1កន្លះទេបើសិនជាក្មេងក្រោម6ឆ្នាំទៀតគឺគេព្រីឲ្យតែម្ដងចានៅសារមន្ទីរនេះការរៀបចំមកល្អមែនទែនហើយរូបចម្លាក់មានរហូតដល់ជាង1000រូបឯណូបងប្អូនហើយគេបែងចែកជាបន្ទប់ផ្សេងគ្នាអញ្ចឹងហើយបន្ទប់មួយគឺគេមានធ្វើជា slide វីដេអូដើម្បីងាយស្រួលយើងអង្គុយទស្សនាคลิปផ្សេងតាមសម័យកាលអញ្ចឹងបងប្អូនចាហើយនៅកន្លែងគេឲ្យយើងថតជាវីដេអូនៅខាងក្នុងទេយើងបានថតទៅខាងក្រៅហើយនៅពេលដែលយើងចូលដល់ក្នុងគេឲ្យយើងថតជាសន្លឹកបានហើយនៅនឹងគឺ high recommend មែនទែនសម្រាប់បងប្អូនដែលគាត់ដើរធួប្រាសាទអីគឺ recommend បងប្អូនឲ្យមកសារមន្ទីរជាមួយសិនដើម្បីដឹងរឿងរ៉ាវប្រវត្តិសាស្ត្រផ្សេងហើយគេក៏មានជួយជាឧបករណ៍ guide ឲ្យយើងស្ដាប់ងាយស្រួលមែនទែនបងប្អូនទៅគ្រប់ភាសាតែម្ដងហើយទៅពេលយើងហៅធួប្រាសាទគឺយើងងាយស្រួលក្នុងការដឹងរឿងរ៉ាវប្រវត្តិសាស្ត្រច្រើនមែនទែនហើយបើសិនជាបងប្អូនមកខេត្តសៀមរាបនេះកុំភ្លេចចូលមកទស្សនាបងប្អូនយកបទពិសោធន៍ថ្មីផងក៏ដូចជាចំណេះដឹងផ្សេងទៀតទៅក្នុងប្រវត្តិសាស្ត្រផងដែរអញ្ចឹងចាអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូចាយើងមិនមែនใจดอน